ទស្សនកិច្ចអស់គ្នាជួយជំរុញខ្ញុំរកភាពម្ដងទៀតហើយដែលមកសម្រាប់រឿងពិចារណាហើយដែលជាភាពបាយរបស់យើងមកនឹងចុចការថែររបស់យើងកុំភ្លេចចុច like subscribe និងសញ្ញារូបដល់ឲ្យអ្នកមួយផងដើម្បីជាកម្លាំងចិត្តដល់ការសម្រាប់រឿងបន្តរបស់ admin ចង់កុំឲ្យខាតពេលវេលាយើងទៅកាន់សាច់រឿងយើងតែម្ដងទៅពេលនោះមានមនុស្សម្នាក់ស្រែកថាមានមនុស្សត្រូវបានគេសម្លាប់ហើយក៏រត់បាត់ទៅអាវ៉ាត់និយាយថាព្រះអង្គម្ចាស់ទ្រង់គួរតែទៅហើយលេសាក៏បានតបថាគឺស្រីរបស់យើងក៏ឲ្យលេសាទៅខ្លួនចៅនៅទីនេះហើយរួមទាំងទីកន្សែងនៅលើកឲ្យទៅលេសាវិញលេសាក៏បានហាមឃាត់ទៅស្រីរបស់យើងហើយគេនិយាយថាខ្ញុំអាចសួរឯងប៉ុន្មានសំណួរបានទេកូនស្រីរបស់យើងមិនបានតបព្រមទាំងបវាយខ្លួនរត់ទៅបាត់ទៅលេសាគាត់ក៏បានហៅកូនស្រីរបស់យើងតែកូនស្រីរបស់យើងមិនបានឈប់តែលេសាគាត់ក៏តែឆ្ងល់ថាអ្វីហ្នឹងហើយគេក៏បានបង្ហាញថាកូនស្រីរបស់យើងរត់ទៅបាត់ហើយនៅពេលនោះអាវ៉ាត់និយាយថាគាត់រត់លឿនណាស់មើលទៅគាត់ដូចជាមានរបួសទៀតផងលេសាគាត់តបថាប៉ាត់មែនហើយរត់ចូលលើកដៃដល់ប្រដាក់ឈាមរបស់កូនស្រីយើងមកមើលហើយគាត់និយាយថាតោះទៅយើងត្រូវរកសិទ្ធិនោះឲ្យឃើញមុនពេលគាត់ធ្វើបាបអ្នកណាម្នាក់ទៀតគេក៏កាត់មកខាត់កូនស្រីរបស់យើងវិញដែលបានឈប់រត់នឹងដង្ហក់ទាំងការឈឺចាប់រួមទាំងគាត់ថាខ្ញុំត្រូវតែរត់ឲ្យបានលឿននៅពេលដែលពួកគេឃើញសាកសពបរិសម្នាក់នោះពួកគេនឹងចាប់ផ្ដើមតាមចាប់ខ្ញុំហើយក៏អង្គុយឲ្យមុខចុះនិងគិតបន្តថាបរិសម្នាក់នោះលេសាច្បាស់ណាស់គាត់គឺជាព្រះអង្គម្ចាស់ពេលនោះក៏លើសំឡេងម្យ៉ាងមកសឹបប្រាប់កូនស្រីរបស់យើងថាសម្រាប់លេសាកូនស្រីរបស់យើងក៏បានគិតទៅពាក្យដែលលេសាសួរគាត់ថាតើគាត់ចង់សាកសីពីជីវិតបែបនេះទេនៅសំឡេងបរិសម្នាក់ទៀតនិយាយថាឯងត្រូវតែសម្រាប់លេសាត្រូវតែស្លាប់ដើម្បីឲ្យសង្គ្រាមនេះបានបញ្ចប់នៅសំឡេងលេសានិយាយថាខ្ញុំនឹងទិញលោកពីម្ចាស់របស់លោកហើយខ្ញុំនឹងផ្ដល់ឲ្យលោកដោយឥតគិតថ្លៃខ្ញុំនឹងធ្វើឲ្យវាកាត់ឡើងបាទដូចជាអ្វីដែលលោកចង់បានកូនស្រីរបស់យើងក៏បានច្របាច់ក្រណាត់រួមខ្លួនរបស់គាត់ហើយក៏លើសំឡេងមនុស្សម្នាក់និយាយទៀតថាឯងត្រូវតែសម្រាប់លេសាមិនថាឯងត្រូវបងនៅអ្វីក៏ដោយហើយនឹងសំឡេងបរិអាកបានោះចង់មានន័យថាទូកូនយើងត្រូវតែបងជីវិតក៏ដោយធ្វើមិនត្រូវតែសម្រាប់លេសាឲ្យបានគេក៏កាត់មកខាង20ឆ្នាំមុននៅក្នុងនគរហេមីណាថ្ងៃដែលព្រះអម្ចាស់ទី3ប្រសូតមាននារីម្នាក់ក៏បាននិយាយថាអបអរសាទរព្រះរាជានីទ្រង់ទទួលបានព្រះអម្ចាស់ហើយព្រះអម្ចាស់តូចនឹងគឺជាកូនស្រីរបស់យើងនាងក៏បាននិយាយតទៀតថាគាត់បាក់ភ្នែកហើយរួចគាត់ក៏បានឃើញមេដារបស់គាត់នឹងភេលាវទាំងពីររួមទាំងនិយាយថាមុខភ្នែករបស់គាត់សោះមើលទៅក៏អាចស្រឡាញ់ណាស់មេដារបស់គាត់ក៏និយាយថាសួស្ដីកូនប្រុសម៉ែជាម៉ែរបស់កូនហើយគេក៏បានកាត់មកឲ្យឃើញជើងបុរសម្នាក់កំពុងរត់យ៉ាងលឿនរួចក៏បើកទ្វារនិងស្រែកថាកូនប្រុសរបស់ខ្ញុំកាត់ហើយទាំងរំភើបតែទឹកមុខរបស់គាត់ក៏បានប្រែមកជាភ្ញាក់ផ្អើលទាំងស្លុតវិញគាត់ក៏បាននិយាយទាំងឆ្ងល់ថាមានរឿងអ្វីកើតឡើងនឹងឃើញមេដាកូនស្រីរបស់យើងនិងភេលាទាំងពីរបានដេកស្លាប់បាត់ហើយរួចក៏មានគេពោលថាព្រះបុត្រាបានសម្លាប់មេដារបស់ទ្រង់ហើយបានខ្លាចជាឃាតករនៅពេលដែលទ្រង់បានកើតមកជាមួយនឹងបណ្ដាសារបស់ប៉ាស៊ីលេតដែលមានន័យថាអ្នកណាក៏ដោយឲ្យតែបានឃើញភ្នែកកូនស្រីរបស់យើងនឹងត្រូវស្លាប់ភ្លាមក្នុងមួយជីវិតរបស់ទ្រង់ត្រូវរស់នៅដោយប្រើក្រណាត់បាំងភ្នែកពេញមួយជីវិតនឹងបង្ហាញនៅពោះធំមួយដែលមានភ្នែកពណ៌ខៀវកំពុងរុំជុំវិញខ្លួនកូនស្រីរបស់យើងពេលគាត់នៅក្មេងនឹងពោបន្តទៀតថាប៉ុន្តែព្រះបុត្រាមានប្រយោជន៍ក្នុងគោលបំណងមួយទ្រង់អាចសម្លាប់ពួកអភិជនសេដ្ឋីពីប្រទេសសត្រូវក្នុងអំឡុងពេលសង្គ្រាមដែលបានបន្តអស់រយៈពេល7ឆ្នាំកន្លងមករឿងក៏កាត់មកពេលបច្ចុប្បន្នវិញកូនស្រីរបស់យើងក៏បានទាញក្រណាត់ចងភ្នែករបស់គាត់ចេញរួមទាំងគិតថាខ្ញុំគួរតែឆាប់ត្រឡប់ទៅផ្ទះវិញឲ្យបានឆាប់រឿងក៏កាត់មកខាងរាជវាំងហេមេណាតវិញនឹងឃើញបុរសម្នាក់កាន់ភ្លើងនិងកំពុងដើរចុះទៅក្រោមសំដៅទៅបន្ទប់មួយនិងស្រែកសួរទៅកាន់កូនស្រីរបស់យើងនៅខាងក្នុងនោះថារ៉ាដានតើឯងមានបងភ្នែកទេចង់យើងដឹងឈ្មោះកូនស្រីរបស់យើងហើយកូនស្រីរបស់យើងឈ្មោះរ៉ាដានចង់អេដមិនសុំបដោហៅគាត់ថារ៉ាដានវិញចង់យើងចូលមកកាត់ទៅហឺយើងវិញក៏ឃើញរ៉ាដានកំពុងអង្គុយទាំងដៃនិងជើងរបស់គាត់ជាប់នឹងខ្នោះនឹងតបទៅថាបាទព្រះរាជបុត្រានឹងងើបមុខឡើងព្រះរាជបុត្រាក៏សួររ៉ាដានតើឯងហ៊ានស្បត់ចំពោះមុខព្រះទេរ៉ាដានគាត់ក៏បានតបថាខ្ញុំហ៊ានស្បត់ព្រះបុត្រាក៏និយាយថាអញ្ចឹងល្អហើយរួចយើងក៏ឃើញស្រមោលពន្លឺជះចូលមកក្នុងបន្ទប់ដ៏ងងឹតនឹងលើសំឡេងបើកទ្វារម្នាក់នោះគឺរ៉ាត់ដេឡែនរ៉ាណាឌីព្រះរាជបុត្រាទី2នៃនគរហេមេណាដេឡែននិយាយថាយើងបានលើថាបរិបទម្នាក់ត្រូវបានស្លាប់ធ្វើការបានល្អណាស់រ៉ាដានតប្រកាសដល់ព្រះអង្គម្ចាស់ដេឡែនក៏បានសួរតថាប៉ុន្តែហេតុអ្វីឯងមិនសម្លាប់លេសាខាលីសយើងបានលើថាលេសាខាលីសបានតាមរកសិទ្ធិម្នាក់នោះពួកគេបានចាត់ចែងពីជំរំទ័ពដែលគ្មានការអនុញ្ញាតរ៉ាដានតែឯងប្រកាសទេថាឯងបានជួបនឹងលេសារ៉ាដានក៏ភ័យនឹងគិតថាតើនេះខ្ញុំបានរត់ប៉ះជាមួយនឹងលេសាខាលីសពិតមែនប៉ុន្តែគេមានអង្គររាជវាំងមកជាមួយប្រសិនបើខ្ញុំបានព្យាយាមសម្លាប់គេនៅពេលនោះខ្ញុំក៏នឹងត្រូវគេសម្លាប់នៅនឹងកន្លែងដែរគាត់រួចគាត់ក៏តបទាំងញ័រថាដោយសារតែភ្នែករបស់ខ្ញុំត្រូវបានបិទបាំងខ្ញុំមិនដឹងថាត្រូវធ្វើបែបណាទេលុះត្រាតែមាននរណាម្នាក់ប្រាប់ខ្ញុំដេឡែនក៏បានស្រែកចំស្គួតមែនរួមទាំងដាល់ទៅនឹងជញ្ជាំងរ៉ាដានក៏រត់តែភ័យនឹងញ័រដេឡែននិយាយទៀតថាខ្ញុំមិននឹកស្មានថាឯងមកបាក់ឱកាសដល់ល្អនេះតតែសោះខ្ញុំមិនអាចទ្រាំទ្រនឹងសង្គ្រាមនេះបានទៀតទេពួកយើងនៅមានដៃកំណត់សម្ព័ន្ធនិងជំនួយ
កាត់គុតគង់សម្បីតែបិតាព្រមទាំងយកដៃស្ទាបធ្នះទាំងខឹងនឹងបន្តថាឯងគ្រាន់តែចំនៅទីនេះហើយយ៉ាងអ្វីដែលគេផ្ដល់ឲ្យឯងមិននឹងអាចចូលពីពិភពលោកនៅខាងក្រៅរ៉ាដានមិនបានតបតែរួមទាំងអង្គុយទាំងផិតភ័យដល់ឡាននិយាយទៀតថារ៉ាដានខ្ញុំដឹងថាឯងកំពុងភ័យខ្លាំងខ្ញុំក៏ដឹងដែរថាឯងអាចនឹងគ្មានសុវត្ថិភាពអាចនឹងគ្មានឱកាសត្រឡប់មកផ្ទះរ៉ាដានក៏នៅតែមិនបានតអ្វីដល់ឡានក៏បន្តថាប៉ុន្តែខ្ញុំសូមអង្វរឯងទៅចោះនេះគឺជាអ្វីដែលឯងអាចធ្វើបានគាត់បានអង្វររ៉ាដានទាំងក្តាប់ដៃទាំងញ័រនិងបន្តនិយាយទៀតថាបើសិនជាឯងអាចសម្លាប់លេសាខាលីសបានពួកយើងនឹងទទួលស្គាល់ឯងជាព្រះរាជបុត្រាទី3នៃនគរហេមេណាតរ៉ាដានក៏បានភ្ញាក់ផ្អើលនឹងនិយាយថាព្រះបុត្រាដែលបានគិតថាបើយើងសម្លាប់គេបានអ្វីៗនឹងចប់សិស្ថាបោគាត់ក៏បាននិយាយថាតើឯងនឹងចូលព្រមជួយពួកយើងមែនទេនឹងគិតថាសង្គ្រាមនឹងត្រូវបញ្ចប់ហើយឯងក៏ដូចនេះដែរយល់រ៉ាប៉ែនឹងថោកទាបសាហាវបោករ៉ាដានប្រាហើយពេលរ៉ាដានធ្វើកិច្ចការវាបានសម្រេចវាចង់សម្លាប់រ៉ាដានចោលរឿងក៏បានកាត់មកជំរុំទ័ពអ៊ីវ៉ាដេនវិញពេលនោះខារ៉ុមគាត់ក៏បាននិយាយថាពីរុនជុនគឺជាឃាតករសម្ងាត់ដោយផ្អែកលើវិធីសាស្ត្រធ្វើឃាតដែលមិនសល់តម្រុយអ្វីទេស្រីត្រីក៏បន្តថាឃាតករច្បាស់ជាបានឡោកលួចធ្វើជាស្រីបនគេក៏បានពោលថាស្រីត្រីជាអង្គរៈបរិសុទ្ធរបស់ព្រះរាជវាំងគាត់ក៏បន្តទៀតថាដូច្នេះគ្មានអ្នកណាចាប់អារម្មណ៍សង្ស័យនឹងគាត់ទេខារ៉ុមគាត់និយាយទាំងអេក្បាចង្រៃគាត់ជោគជ័យលើពួកយើងម្ដងហើយម្ដងទៀតគាត់បានស្ងប់ស្ងាត់មួយរយៈហើយគេក៏បញ្ជាក់ថាខារ៉ុមសៃគឺជាអង្គរៈបរិសុទ្ធរបស់ព្រះរាជវាំងអាវ៉ាត់វឺរីរ៉ៃជាអង្គរៈបរិសុទ្ធរបស់ព្រះរាជវាំងបាននិយាយថាឃាតករសម្ងាត់7ឆ្នាំហើយដែលពួកយើងមិនអាចចាប់គាត់បានខារ៉ុមក៏បានបន្តថាពេលវេលារបស់គាត់គឺល្អឥតខ្ចោះម្ដងទៀតបើសិនជាទាហានស៊ីឈ្នួលឯកជនទាំង500របស់បណ្ដាស្ថិតទាំងអស់បានចូលរួមជាមួយយើងអាចពង្រីកព្រំដែនភាគខាងលិចហួសដល់ទឹកដីជនជាតិមាបាននោះត្រូវតែជាមូលហេតុដែលគាត់បានធ្វើឃាតសេដ្ឋីទាំងនោះសៃត្រិតក៏បានតបថាខ្ញុំគិតអញ្ចឹងដែរនឹងនិយាយទៅកាន់លេស័កថាព្រះបុត្រាពួកយើងគួរធ្វើបែបណាតើពួកយើងគួរបិទសង្កាត់ភ្លើងក្រហមដើម្បីឆែកឆេរដែរទេលេស័កក៏បានតបថាវាយឺតពេលហើយគាត់នឹងមិនត្រូវបានគេដាក់ឈ្មោះហៅក្រៅថាជាឃាតករសម្ងាត់ទេប្រសិនបើគាត់ល្ងងសៃត្រីក៏សួរបន្តថាតើទ្រង់មានគម្រោងចង់ឲ្យគាត់រត់ឲ្យបាត់សិនមែនទេលេស័កតបទេមិនមែនអញ្ចឹងទេវាមិនបានមួយសប្តាហ៍នៅឡើយទេដែលពួកសេដ្ឋីចូលរួមជាមួយយើងប៉ុន្តែឃាតករសម្ងាត់បានដឹងថាគាត់នឹងទៅលេងសង្កាត់ភ្លើងក្រហមក្នុងក្រុងមីវក្នុងថ្ងៃនេះសូម្បីតែរឿងពួកយើងក៏មិនបានដឹងមុនដែរសៃត្រិចក៏បាននិយាយទាំងឆ្ងល់នេះត្រង់ចង់មានន័យថាគាត់ទទួលព័ត៌មានមកពីណាបានលឺដូច្នេះមែនទេប្រហែលជានៅក្នុងជំរំរបស់យើងមានជនបង្កប់បញ្ឆានឬគាត់ជាមូលដ្ឋានក្នុងសង្កាត់ភ្លើងក្រហមយ៉ាងណាក៏ដោយគាត់មិនអាចរត់បានឆ្ងាយទេលេសាក់មិនបានតបទេរួចក៏ញញឹមព្រមទាំងនិយាយថាពួកយើងលេងល្បែងមួយទៅពួកយើងនឹងចាំមើលថាតើគាត់ត្រូវការពេលប៉ុន្មានដើម្បីស្វែងរកព្រះអង្គម្ចាស់លេសាក់នៅពេលដែលទ្រង់ទៅលេងនៅសង្កាត់ភ្លើងក្រហមតែអង្គឯងអូខេអ្នកទាំងអស់គ្នាភាគ3របស់យើងក៏ចប់តែប៉ុណ្ណឹងចង់មកចង់ដឹងថានឹងមានរឿងអ្វីកើតនៅភាគក្រោយចាំតាមដានទាំងអស់គ្នាអូខេ love you bye